ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះក្នុងនាមខ្ញុំជាគ្រូពេទ្យខ្ញុំសូមណែនាំជាមួយនឹងផលិតផលខាងខ្ញុំផ្ទាល់តែម្ដងចាគឺជាមួយនឹង Exome Gel អញ្ចឹងសម្រាប់ Exome Gel នេះគឺមានប្រយោជន៍ទៅដល់បញ្ហាស្បែកមុខរបស់យើងជាច្រើនមែនតើចាអញ្ចឹងវាជួយរាល់បញ្ហាដែលមុខពណ៌គឺគេហៅថាមុខខ្សោយចាគឺជួយបានទៅលើបញ្ហារលាកទៅលើស្បែកមុខចាសរសៃក្រហមជាពិសេសគឺអ្នកដែលគាត់មានបញ្ហាជាំតិចតួចគឺគាត់អាចប្រើជាមួយនឹង Exome Gel នេះបានសម្រាប់ការប្រើប្រាស់ទៅលើការ Exome Gel នេះវិញគឺយើងលាបងាយៗបងប្អូនយើងលាបពេលព្រឹកជាមួយនឹងពេលយប់ចាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាកុំភ្លេចប្រើជាមួយនឹង Exome Gel នៅខាងអ្នកគ្រូលោកគ្រូផ្ទាល់តែម្ដងមួយវិញទៀតកាន់តែពិសេសមែនតើគឺ Sun Cream នៅខាងអ្នកគ្រូលោកគ្រូផ្ទាល់តែម្ដងចាគឺវាជួយរាល់បញ្ហាស្បែកមុខរបស់យើងការពារពីពន្លឺ UV ដូចជា UVA UVB ចាហើយវាមានរហូតដល់ SPF រហូតដល់50បូកហើយមួយទៀតគឺ PA រហូតដល់3បូកចាអញ្ចឹងសម្រាប់ Sun Cream នេះគឺជួយការពារពន្លឺព្រះអាទិត្យឬក៏ពន្លឺថ្ងៃពេញមួយថ្ងៃតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជាមួយនឹង Sun Cream នៅខាងលោកគ្រូអ្នកគ្រូផ្ទាល់បន្ថែមលើពីនឹងទៅទៀតបងប្អូនទាំងអស់គ្នាគឺអ្នកគ្រូ recommend ឲ្យបិទជាមួយនឹង Reissue Toxin Mask ដែលជួយឲ្យផ្ចិតរំរោមចាការពារស្រទាប់ស្បែកមុខរបស់យើងជាពិសេសគឺអ្នកដែលគាត់មុខខ្សោយមុខមានបញ្ហាជ្រីជ្រួញធ្វើឲ្យមុខរលោងមុខសមុខភ្លឺចេញពីខាងក្នុងបន្ទាប់ពីយើងបិទរយៈពេល30ឬក៏40នាទីក្រោយចាអញ្ចឹងអ្នកគ្រូ recommend មែនតើចំពោះផលិតផលដែលអ្នកគ្រូបានបង្ហាញខាងមុខនេះចាគឺល្អប្រើពិតតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍អាចតាក់ទងមកលេខទូរស័ព្ទខាងក្រោមនេះបាន